ឥឡូវយើងចាប់ផ្ដើមយើងប្រើអុកដុតទាំងអស់គ្នាយើងប្រើ PSRS 607ចឹងឥឡូវយើងចាប់ផ្ដើមជីកបេតុងនេះបេតុងបើកយើងអត់ចេះជីកបេតុងបើកឥឡូវបើកហើយណាអុកមកនេះប្រាប់អញ្ចឹងឧទាហរណ៍ថាជាធម្មតាបើមកវាបេតុងវាធម្មតាអញ្ចឹងយើងទៅចុចកន្លែងអក្សរនេះបាទ ACMP នេះមួយហើយស្នេហ៍បើកស្នេហ៍បាសនេះអានេះបេតុងវ៉ូលីមតែបើកវ៉ូលីមបាសវាអត់បើកទេចុចទៅលើស្នេហ៍ channel របៀបនេះចឹងដាក់នឹងមួយមកដើម្បីលើស្នេហ៍បាសចឹងឥឡូវជំហានទី1យើងរៀនទាញយកច្បាប់ play មកលេងអញ្ចឹងនៅក្នុងបេតុងបាទ pop rock បាទ blend មួយក៏ dance នេះចឹងទៅបាទ swing សាហើយចឹងទៅអញ្ចឹងសម្រាប់បេតុងនៅប្រហែលនេះបាទពីលេខ1 2 3 4 5 6នេះគឺជាបេតុងបាទចង្វាក់ដើមរបស់វាគឺចង្វាក់ original របស់វាហ្នឹងបាទសម្រាប់បាទផ្លែកចង្វាក់នេះមួយគឺបេតុងនេះមួយគេដាក់ថា by expansion user បាទកន្លែងនេះគឺជាបាទកន្លែងទាញយកចង្វាក់ play មកលេងយើងចុចលើនឹងមួយមកបាទអញ្ចឹងបាទវានឹងលូតចង្វាក់ play បាទបើយើងលូតចេញមកបាទតែវាលូតណាស់ដោយសារតែអូយើងបាន copy ចូលចង្វាក់ចូលដែរហើយទេបាទចេញមកអញ្ចឹងតែបើសិនជាបើអូយើងអត់ទាន់បាន copy ចង្វាក់ទេគឺចុចកន្លែងហ្នឹងគឺអត់មានទេគឺទីលុតធម្មតាអញ្ចឹងណាតែយើងបាន copy បញ្ចូលហើយអញ្ចឹងនេះគឺជាចង្វាក់ play ដែលយើងបាទយើងទាញយកមកលេងអញ្ចឹងវាបែងចែកបាទទៅតាមប៉ុសបាទ P1 P2 P3 P4 P5 P6 អញ្ចឹងបានន័យថាវាមានពីប៉ុសទី1រហូតដល់ប៉ុសទី2ទី3ទី4ទី5ទី6អញ្ចឹងការបញ្ជានៅលើប៉ុសវិញគឺចុចនៅលើបេតុងខាងលើបាទនេះគឺជាបាទការបញ្ជានៅលើបេតុងបាទការវិស័យរកចង្វាក់បាទតែសម្រាប់បេតុងខាងក្រោមនេះបាទយើងមិនបាច់ចុចទេហើយនៅលើបេតុងវាមានលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8អញ្ចឹងវាមាន1 2 3 4 5 6 7 8មានលើក្រោមអញ្ចឹងចិត្តទៅខាងលើបានហើយបាទដើម្បីស្វែងរកចង្វាក់ឥឡូវទីហើយយើងចង់បានចង្វាក់រំវងមួយមកលេងចង្វាក់រំវងហ្នឹងវាស្ថិតនៅក្នុងបេតុងទី1នៅក្នុងបាទដើមនេះគឺទី1អញ្ចឹងយើងប្រវល់ខាងនេះបាទធ្វើម៉េចឲ្យកន្លែងសញ្ញាត្រីហ្នឹងបាទតែបន្ទាត់ត្រីរត់ឲ្យចំចង្វាក់ទី1ហ្នឹងទៅហើយយើងឃើញលើពី enter នេះវានឹងចេញមកអញ្ចឹងយើងដាក់ចង្វាក់មកបាទទីបេតុងគេដាក់ថា tempo បាទបេតុង tempo នេះគឺជាកន្លែងបាទ tempo គឺជាបាទកន្លែងសម្រាប់បាទតម្លើងបាទលបឿនបាទយឺតហើយលឿនបាទឡើង140 150អញ្ចឹងខ្ញុំដាក់140បានហើយបាទនេះហើយកន្លែងបេតុង3នេះបាទបេតុង3នេះមួយគេថាបាទ scene stop បាទនិង scene start បាទ start stop បាទ start stop គឺឈប់បាទគឺតម្លាក់មកហើយនឹងឈប់ទៅវិញបាទកន្លែង scene start នេះយើងចុចនៅលើនឹងមួយទៅគឺយើងអាចបាទចុចច្បាក់មកតែម្ដងចេញ scope ចេញមកវិញបានតែកន្លែងបាទ start stop នេះគឺបាទអត់មានចុចបានទេបើថាធ្លាក់ទៅមកអញ្ចឹងមកថាឈប់បាទគឺឈប់តែម្ដងហើយសម្រាប់បាទ scene stop នេះគឺអាចអុកបានអុកបាទអុកវាសង្កប់របស់វាអុកវិញបាទចង់ឲ្យវាឈប់អញ្ចឹងទៅបោះវាចេញទៅវាលេងអីឈប់វាមកសម្រាប់បេតុង3ហ្នឹងបាទសម្រាប់កន្លែងបេតុងនេះមួយទៀតគេថាបើ auto fill in បាទកន្លែងហ្នឹងគឺត្រូវដាក់ដើម្បីផ្លាស់ពីមួយមកមួយផ្លាស់ពីមួយមកមួយនេះគឺវារោបើអត់ដាក់ទេផ្លាស់មកក៏អត់រោទេកន្លែង fade បាទគេដាក់ថា fade in out នេះគឺសំឡេងបាទផ្ដើមពីតិចមកខ្លាំងហើយពីខ្លាំងទៅតិចឥឡូវទីហោះថាច្បាប់ play មួយដែលយើងដាក់មកចង់ឲ្យវាលឺពីតិចមកខ្លាំងបាទដាក់សញ្ញានឹងមួយទៅចុចមកបាទយើងវាលឺពីតិចមកខ្លាំងបាទអញ្ចឹងឥឡូវទីហោះមួយទៀតបើសិនជាបទដែលយើងកំពុងលេងធម្មតាអញ្ចឹងបើយើងចង់ឲ្យវាស្ងាត់ទៅវិញបាទពីខ្លាំងទៅតិចវិញចេញមួយដូចគ្នាពីថាអញ្ចឹងបេតុងនេះគឺសម្រាប់បាទមានន័យអញ្ចឹងបន្ទាប់មកបាទនៅលើកន្លែងនេះបាទយើងកុំលេងវាអីបាទលេងតែ tempo នេះមួយបានតែកន្លែង metronome នេះគឺជាកន្លែងគោះចង្វាក់ភ្លេងបាទถ้าយើងដាក់ថា tempo 140យើងដាក់ថា tempo 140លបឿនវាប៉ុន្មានបាទយើងដាក់ metronome ចុចនៅលើពាក្យ metronome បាទ1 2 3 4 1 2 3 4បាទ140គឺលេង tempo ប៉ុណ្ណាបាទលេងយើងចង់ដាក់ថា100គត់បាទតិច metronome វាលូតប៉ុណ្ណា1 2 3 4 1 2 3 4អញ្ចឹងបាទវាខុសបាទវាខុសពីមុនបាទអញ្ចឹងបើកាលណា tempo លឿនវាលូតលឿន tempo បើយឺតវាលូតយឺតអញ្ចឹងឥឡូវយើងចុចពាក្យ exit បាទពាក្យ exit នេះគឺប្រើប្រចាំតែម្ដងអញ្ចឹងឥឡូវសម្រាប់ច្បាប់នេះយើងចុចមកគឺបានហើយបាទនេះគឺជាច្បាប់របស់យើងបាទហើយនេះគឺជាសំឡេងស្ដាប់បាទយើងបដូរសំឡេងយើងដាក់ច្បាប់ភ្លេងលើកហៅថាចង្វាក់ភ្លេងយើងបាទវាលឺជាងសំឡេងបាទឬមួយក៏វាលឺតិចជាងសំឡេងខាងស្ដាំរបស់យើងនេះយើងត្រូវចេះតម្លាក់តម្លើងរបស់វាអញ្ចឹងយើងត្រូវចុចនៅលើពាក្យ blend បាទចុចលើពាក្យ blend បាទវាបែងចែកទៅលើ song style បាទ multi page
បាទ left right បាទ right 1 និង right 2 អញ្ចឹងបាទសម្រាប់ style គឺវាស្ថិតនៅក្នុងបេតុងទី2ហើយយើងបាទហើយចុចលេខ2ហ្នឹងបាទលេខ2នេះបេតុងឡើងទៅលើគឺដំឡើងឲ្យលឺជាងមុនបាទបន្ទាប់មកគឺយើងចុចទៅលើលេខ2នឹងដដែលចុះមកក្រោមនេះគឺបន្ថយបាទឲ្យលឺតិចជាងមុនវិញអញ្ចឹងលើឧទាហរណ៍ថាយើងដាក់ច្បាប់ plain នេះអញ្ចឹងបើសិនយើងចុចដំឡើងបាទវាលឺជាងមុនបាទតែយើងបន្ថយវាមកឡើយ style ហ្នឹងបន្ថយមកបាទអញ្ចឹងគឺវាអត់លឺទេបាទតែសម្រាប់វិជានេះវាទៅខាងឆ្វេងទេតែខាងស្ដាំនេះអត់គឺនៅលឺធម្មតាបាទអញ្ចឹងលើឧទាហរណ៍ថាបាទចង្វាក់ហ្នឹងបាទវាលឺខ្លាំងជាងមុនបាទវាលឺខ្លាំងជាងសំឡេងបាទអញ្ចឹងយើងត្រូវចេះបាទតម្លើងខាងឆ្វេងយើងដែរបាទសម្រាប់ right one របស់យើងតម្លើងមកបាទតម្លើងវាមកបាទវាលឺជាងមុនហើយហើយបន្ថយទៅវិញលឺតិចជាងមុនហើយអញ្ចឹងយើងតម្លើងអាហ្នឹងមកបាទឲ្យលឺដល់127ទៅហើយយើងកន្លែង style នេះបើថាយើងស្ដាប់មើលទៅបាទបើថាវាស្មើគ្នានឹងយើងយកតែថាខាងចង្វាក់របស់យើងលឺយ៉ាងតិចពេកឬមួយក៏វាលឺខ្លាំងជាងសំឡេងខាងស្ដាំយើងយើងបន្ថយវាមកបន្ថយវាត្រឹម100ឬក៏80 90ទៅតាមថាយើងអាចស្ដាប់បានថាវារស់ណាតែប៉ុណ្្នឹងមកឧទាហរណ៍បាទលេខបងមួយបាទយើងគិតថាបាទប៉ុណ្ណឹងល្មមអាចយកបានយើងយកប៉ុណ្ណឹងបាទនេះគឺសម្រាប់បេតុង blend អញ្ចឹងឥឡូវបាទសម្រាប់ការទាញចង្វាក់របស់យើងគឺយើងអាចចេះទាញចង្វាក់មកហើយក៏យើងអាចចេះបាទទម្លាក់និងតម្លើងសំឡេងបាទឲ្យលឺតិចលឺខ្លាំងបានដែរអញ្ចឹងចូលមកដល់កន្លែងនេះមួយទៀតគឺយើងរៀនប្រើប្រាស់ទៅលើការបដូរសំឡេងរបស់យើងអញ្ចឹងសំឡេងដូចចង្វាក់អញ្ចឹងចង្វាក់គេរៀបចំមកបាទ1 2 3 4 5 6បាទណា7បាទអញ្ចឹងខាងសំឡេងក៏វាអាចមានបាទប៉ុណ្ណឹងដែរឬមួយក៏អាចមានលឿននឹងទៀតព្រោះមាន1 2 3 4 5 6 7 8តាមមាន9ដល់10តែគ្រាន់ថាបាទកន្លែងនេះគឺបេតុង piano បាទអញ្ចឹងនៅក្នុងបងបាទក្នុងសំឡេង piano វាមានច្រើនបងបាទមានប៉ុស្តិ៍ទី1ប៉ុស្តិ៍ទី2ប៉ុស្តិ៍ទី3បាទអញ្ចឹងមាន3ប៉ុស្តិ៍យើងឆ្លាញ់មួយណាបាទយើងបាទតាមធម្មតាបើសិនជានៅ9.7 9.5វាមានបេតុងចុចនៅខាងឆ្វេងដែរនេះបន្តនេះក៏អត់មានទេអញ្ចឹងយើងចុចនៅលើនឹងមួយមកយើងប្រវល់លើនេះទៅប្រវល់ឡើងមកដល់ពេលសិនតែយើងចង់ឆ្លាញ់សំឡេងណាមួយអញ្ចឹងយើងคลิกលើពីថា internet ទៀតទៅវានឹងបដូរឲ្យយើងបាទបើមកក្រោយទៀតមកបាទបដូរទៀតហ្នឹងអញ្ចឹងคลิกលើបាទប្រវល់មកប៊ូតុងផ្សេងคลิกទៀតទៅ enter ទៀតទៅបាទបដូរគ្នា organ អញ្ចឹងបាទ organ ច្រើនសេរីបាទបដូរមកចូលទៅប៊ូតុងផ្សេង enter អញ្ចឹងទៅคลิกមកក្រោយមួយទៀតមកហើយ enter មួយទៀតមកលេងផ្សេងប្រវល់ទៀតមក enter ទៀតទៅបាទ harmonica អញ្ចឹងមកបាទនេះហ្គីតាបាទយើងហ្គីតាវាមានច្រើនបងមាន6 7បងយើងរៀវមើលតាមនឹងទៅស្រឡាញ់សំឡេងមួយណាដែលយើងចង់លេងអញ្ចឹងបាទប្រវល់អានឹងឲ្យចំយ៉ាងមកហើយคลิกនៅលើពាក្យថា enter ទីហោអញ្ចឹងនៅក្នុងបាទ harmonica អញ្ចឹងយើងប្រវល់ដូរទៀតមកនិយាយទៅគ្រូបេតុងគឺដូរយ៉ាងទាំងអស់បាទនៅក្នុងបាទ string អីហ្នឹងក៏ដោយបាទដូរទៀតមក enter ទៅប្រវល់ enter រហូតបាទនៅក្នុងបងប្រាស់ក៏យ៉ាងដែរបាទប្រវល់ចំមកក្រោម enter ប្រវល់ទៀតបាទក្នុង wooding អញ្ចឹងទៅមកក្រោមទៀតមកចឹងគឺមានតែប៉ុណ្ណឹង enter ទៀតទៅបាទនៅក្នុងនេះសំឡេងបត់ញាប់អីនេះក៏លយដែរព្រោះបដូរចំមកដាក់ចំអ្វីដែលយើងចង់បាច់គឺ enter ចឹងគឺមានតែប៉ុណ្ណឹងអញ្ចឹងរៀនប្រើត្រឹមប៉ុណ្ណឹងសិនហើយអ្វីដែលផ្សេងទៀតកុំលេងឲ្យសោះក្នុងការទៅយើងលេងទៅវាអាចបាទជាប់នេះជាប់នោះចឹងទៅវាធ្វើឲ្យយើងមានបញ្ហាបាទកាន់តែវែងឆ្ងាយយើងដល់ពេលកាលណាមានបញ្ហាកាន់តែវែងឆ្ងាយបាទ
ឆាតមកខ្ញុំកាន់តែច្រើនទៅខ្ញុំអត់សូវមានពេលប្រាប់ដែរអញ្ចឹងវាកាន់តែលំបាកយើងរៀនប្រើប៉ុណ្្នឹងសិនចាំទៅពេលក្រោយយើងបាទយើងរៀនចេះលេងចេះអីបានច្រើនទៅហើយសុំយើងមករៀនតទៀតតែឥឡូវយើងត្រឹមប៉ុណ្្នឹងសិនហើយចាំក្រោយជួបគ្នាទៀតអូខេអរគុណច្រើនបាយ